បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសបនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាបាទប្រភេទនៃអង្គគុជឃ្មុំបាទចំនួន2អង្គបងប្អូនណាបាទគឺយកមកដាក់ថតផុសចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាប្រភេទនៃអង្គគុជឃ្មុំទាំង2អង្គនេះដែរគឺសិតតែសាច់ចាស់ដូចដែកបងប្អូនណាបាទសាច់ចាស់ដូចដែកຂະຫນាតបន្តោងបងប្អូនណាបាទអង្គគុជឃ្មុំបងប្អូនដឹកស្រាប់ហើយពីអានុភាពនៃការប្រើប្រាស់របស់លោកបងប្អូនណាបាទនៃការប្រើប្រាស់របស់លោកបាទសម្រាប់ខាងស្វិតខាងគង់ខាងការពារនៅសឹកសង្គ្រាមបន្សាបនៅអំពើមុនខ្មៅទាំងឡាយទាំងពួងបងប្អូនណាបាទខាងស្វិតខាងគង់បាទខាងស្នេហ៍មហានិយមរស់ស៊ីទទួលទានមានបានបងប្អូនណាបាទដាក់ផ្ទះគឺមានលៀបមានជ័យយើងជិះម៉ូតូមិនថាផ្លូវជិតឬក៏ផ្លូវឆ្ងាយនោះទេបងប្អូនណាប្រភេទនៃអង្គគុជឃ្មុំបាទគឺមានចំនួន2អង្គបងប្អូនណាຂະຫນាតបន្តោងស្អាតសាច់ចាស់ដូចដែកតួយ៉ាងដូចជាមួយអង្គនេះបងប្អូនណាបាទគឺយើងមិនបានសម្អាតឲ្យលោករលីងរលោងនោះទេបងប្អូនណារូបរាងរបស់លោកគឺបែបនេះអង្គគុជឃ្មុំខ្លះក៏ស្អាតខ្លះក៏មិនស្អាតបងប្អូនណាតែរឿងស្អាតឬក៏មិនស្អាតនោះមិនសំខាន់ទេបងប្អូនណាសំខាន់គឺលោកអាចការពារនៅអាយុជីវិតយើងបានបងប្អូនណាបាទធ្វើជាຂະຫນាតបន្តោងឲ្យកូនឲ្យចៅយើងពាក់ជាប់នឹងខ្លួនទៅណាមកណាយុគលុបមិនថាផ្លូវចិត្តឬក៏ផ្លូវឆ្ងាយបងប្អូនណាផ្លូវចិត្តឬក៏ផ្លូវឆ្ងាយបាទអញ្ចឹងយើងដាក់តាមខ្លួនធ្វើជាຂະຫນាតបន្តោងទៅសម្រាប់ការពារបងប្អូនណាសម្រាប់ការពារបាទខាងស្វិតខាងគង់ដឹងស្រាប់ហើយបងប្អូនណាបាទសពថ្ងៃនេះគឺមិនដឹងថាពីណាគេស្អប់គេខ្ពើមគេស្រឡាញ់យើងនោះទេបងប្អូនណាបាទនេះដូចខ្ញុំបានជម្រាបចឹងប្រភេទនៃអង្គគុជឃ្មុំຂະຫນាតបន្តោងស្អាតបងប្អូនណាសាច់ចាស់ដូចដែកតួយ៉ាងដូចជាមួយអង្គនេះបងប្អូនឃើញណាបាទមួយអង្គនេះសំប៉ែតតែដូចដែកចឹងបងប្អូនណាបើសិនជាយើងមើលមួយផ្លេតយើងគិតថាប្រហែលជាដែកបងប្អូនណាបាទគិតថាប្រហែលជាដែកបាទបើសិនជាយើងមើលឃើញមួយផ្លេតតែតាមពិតលោកជាអង្គគុជឃ្មុំបងប្អូនណាបាទអង្គគុជឃ្មុំដែលនៅក្នុងដីបាទរូបរាងសំប៉ែតនេះបើសិនជាយើងចោះឲ្យធ្វើជាຂະຫນាតបន្តោងបែបនេះទៅបាទគឺស្អាតតែម្ដងបងប្អូនណាបាទចោះធ្វើជាຂະຫນាតបន្តោងតែម្ដងយើងអត់ចាំបាច់ទៅស្រោបទៅអីទេយើងសុំលោកចោះប្រហោងទៅនេះដាក់តែកវលមួយទៅគឺដាក់បន្តោងមកគឺហើយស្រេចចំណែករូបរាងរបស់លោកគឺបងប្អូនដូចជាឃើញនៅក្នុងរូបភាពនេះស្រាប់ចឹងបងប្អូនណាបាទដូចជាមានគេហៅថាយន់ឬក៏មានអីពីធម្មជាតិមកហើយស្រេចតែម្ដងបងប្អូនណាខ្វាត់ខ្វែងគឺបែបហ្នឹងបាទនេះគឺស្អាតបងប្អូនណាមួយអង្គនេះឃើញអញ្ចឹងតែស្អាតបងប្អូនណាហើយសាច់ចាស់ល្អសំប៉ែតសាច់ក្រាស់បងប្អូនណាបាទយើងធ្វើជាຂະຫນាតបន្តោងបានបងប្អូនណាបាទឲ្យកូនឲ្យចៅយើងបាទពាក់តាណាយុបលុបមិនថាផ្លូវចិត្តឬក៏ផ្លូវឆ្ងាយនោះទេបងប្អូនណាប្រភេទនៃអង្គគុជឃ្មុំអង្គគុជឃ្មុំគឺមានទូចមានធំមានមូលមានវែងមានខ្លីបងប្អូនណាមានមូលមានវែងមានខ្លីបាទអង្គគុជឃ្មុំគឺខ្ញុំមានគ្រប់ទម្រង់បងប្អូនណាគឺមានគ្រប់ទម្រង់បាទហើយអានុភាពនៃការប្រើប្រាស់របស់លោកបងប្អូនដឹងស្រាប់ហើយបងប្អូនណាបាទដឹងស្រាប់ហើយបាទឥឡូវគឺក្រទៅគឺលោរលែងចង់បានហើយបងប្អូនណាប្រភេទនៃអង្គគុជឃ្មុំបាទអង្គគុជឃ្មុំនេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយស្រឡាញ់ចង់បានបងប្អូនណាបាទគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart ទាំងឯងបងប្អូនណាគឺលេខ Smart ទាំងឯងបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លឺលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលា